Bây giờ học số 5 Now I blank at night ឥឡូវនេះខ្ញុំចុចចុចនៅពេលយប់ A used to work B am used to work C used to working ហើយនឹង D am used to working ដែលយើងឃើញថាចំណុចទាំង4របស់យើងហ្នឹងសុទ្ធតែជា form របស់ used to ប្រើជាមួយនឹងគេសព្ទ work ដែល used to អត្ថន័យរបស់វាចែកជាពីរប្រភេទបាទ used to មួយយើងប្រើថាធ្លាប់តែគេប្រើវាដើម្បីនិយាយអំពីទម្លាប់នៅក្នុងអតីតកាលតែ used to ហ្នឹងសំណង់របស់វាគឺ used to បូកជាមួយនឹង verb ទម្រង់ជា infinitive ដូចជា work W O R K ជាដើមបាទ used to ហ្នឹងគឺ used to ប្រែតែធ្លាប់និយាយអំពីទម្លាប់នៅអតីតកាលហើយមាន used to មួយទៀតគឺ used to តែពីមុខវាអាចប្រើផ្សំជាមួយ form របស់ be ដូចជា am ឬក៏ is ឬក៏ are អីជាដើមused to ហ្នឹងគឺ used to ដែលមាន be ពីមុខហ្នឹងពីក្រោយវាបើបូក verb มันយកជា infinitive ទេបាទហើយយកជា ing តែ used to ហ្នឹងយើងប្រែថាស៊ាំទៅនឹងហើយមាន used to មួយទៀតទម្រង់នឹងដែរគាត់នៅពីមុខវាគេប្រើជា form របស់ get ប៉ុន្តែសម្រាប់របស់យើងអត់មានករណីហ្នឹងបាទមានតែករណី be ហើយនិងករណី ought ជាករណី get ខ្ញុំអត់និយាយទេហើយត្រឡប់មកលំហាត់របស់យើងវិញយើងឃើញថាប្រយោគរបស់យើងបដោតដោយ now ដែលប្រែថាឥឡូវនេះកាលណាឥឡូវនេះអញ្ចឹងបានថាវិញនិយាយអំពី present បច្ចុប្បន្នជាបានថាវាមិនត្រូវជា used to ដែលនិយាយអំពីទម្លាប់អតីតកាលទេអញ្ចឹងវាត្រូវជា used to ដែលប្រែថាស៊ាំដែល used to ប្រែថាស៊ាំហ្នឹងវាត្រូវប្រើផ្សំជាមួយនឹង form របស់ be អញ្ចឹងចំណុច A ហើយនឹងចំណុច C ខុសបាទដោយសារតែពីមុខវាគ្មាន form របស់ be ទេអញ្ចឹងយើងនៅសល់ B ហើយនឹង D ពីមុខ B ហើយ D ពីមុខវាសិតមាន am ដែលជា form របស់ be ប៉ុន្តែវាខុសគ្នាត្រង់ថាអា B ពីក្រោយ used to គឺ work ទម្រង់ជា infinitive ហើយអា D ពីក្រោយ used to គេប្រើ work ជាទម្រង់ ing តែតាម form យើងត្រូវយក ing យើងត្រូវយកជា working គេបានថាចម្លើយធំត្រូវវាត្រូវជាចម្លើយ D am used to working យើងប្រយោគដែលបានគឺ now I am used to working at night តែបានថាឥឡូវហ្នឹងខ្ញុំស៊ាំទៅនឹងការធ្វើការងារនៅពេលយប់ហើយ